ហើយក៏បាននិយាយទៅហើយនៅរឿងដែលគេចាត់ទុកថាជាការមើលងាយព្រះជាស្តាទាំងនេះព្រោះជាការនិយាយដោយគ្មានភស្តុតាងច្បាស់លាស់ត្រឹមតែជាពាក្យឮជាពាក្យចចាមអារាមបាទរឿងរបស់ខ្មែរនឹងយួននឹងសៀមនេះមិនងាយបញ្ចប់បានក្នុងពេលឆាប់ៗនោះទេសម្រាប់ខ្មែរយើងហើយអ្វីៗដែលពាក់ព័ន្ធទៅនឹងយួនសុទ្ធតែជារឿងគួរឲ្យសង្ស័យទាំងអស់ព្រោះយួនជាសាសដែលពិបាកនឹងទុកចិត្តបានណាកលិចបោពេញទៅដោយកលល្បិចពឹសពុលគឺវាដោះចេញពីក្មេងៗមកតែម្ដងរឿងស្វាស៊ីបាយលៀបមាត់ពពែអាចយកមកប្រើនឹងមនុស្សយួនបានយ៉ាងងាយព្រោះពួកនេះពូកែរឿងពេចទូលខ្លាំងណាស់ធ្វើម៉េចឲ្យតែខ្លួនគេល្អខ្ញុំធ្លាប់ឃើញកូនក្មេងខ្មែរនិងយួនអាយុប្រមាណ 5-6 ខួបលេងជាមួយគ្នាខ្ញុំលបមើលពួកវាពីចម្ងាយឃើញកូនយួនដណ្ដើមនំពីក្មេងខ្មែររួចហើយវាខ្វាចមុខក្មេងខ្មែរនឹងទាញសក់កញ្ឆក់ក្បាលគ្នាដួលច្រងាប់ច្រងិលដល់ក្មេងខ្មែរក្រោកឡើងចង់តដៃកូនយួនចង្រៃក៏ស្រែកយំឡោងបណ្ដាមាត់ក៏ទំពាននំដែលដណ្ដើមយកពីគេមកនឹងបណ្ដាមនុស្សចាស់ដែលជាខ្មែរបានចេញពីក្នុងផ្ទះមកឃើញកូនខ្លួនក្តាប់ដៃហើយកូនយួនស្រែកយំទឹកភ្នែកទឹកសម្បោរក៏ខោកក្បាលកូនខ្លួនឯងឃ្លើសថែមទាំងផ្ទះម្ដាយទៀតហើយដេញឲ្យចូលផ្ទះទៅច្រមុះយួនវាលួចញញឹមទាំងទឹកភ្នែកកពើរបស់វាបាទយួនចេះប្រើពុតត្បិតតាំងតែពីតូចដូច្នេះហើយបានជាការបណ្ដឹងថាស្ដេចរបស់ខ្លួនយកស្រីយួនកូនកាត់ដែលស្អាតតាមបែបកូនកាត់អឺរ៉ាស៊ីនខ្មែរភាគច្រើនក៏ព្រួយបារម្ភខ្លាចរឿងក្នុងប្រវត្តិសាស្ត្រសម័យជ័យជាថាទី2នឹងកើតឡើងផ្ទួនម្ដងទៀតហើយវាក៏កើតឡើងមែនស្ដេចសៀនុដែលធ្លាប់តែជា playboy ឃើញស្រីមិនបានធ្លាក់ក្នុងរណ្ដៅស្នេហ៍របស់ប៉ូលម៉ូនិកអ៊ីស៊ីតាំងពីឆ្នាំ1951មកម្លេះគឺអត់ងាករេតណាឡើយបាទរឿងអស់ទាំងនេះលោកអ្នកនាងច្បាស់ជាជ្រាបហើយឥឡូវសូមស្ដាប់លោកភ័យលោកនិយាយប្រាប់លោកអោកសឿមកាលពីម្សិលមិញនេះក្រោយពីបានស្ដាប់អ្នកស្រីខ្មែរមួយរូបនៅឯប្រទេសបារាំងប្រាប់ខ្ញុំថាអ្នកស្រីសង្ស័យថាអ្នកម្នាងម្នាក់ដែលជាសម្ដេចម៉ែរបស់ខ្មែរមួយជំហៀងនគរនោះអាចនឹងលួចដាក់ថ្នាំធ្វើឃាតសម្ដេចព្រះសង្ឃរាជជួនណាតព្រោះព្រះអង្គប្រឆាំងនឹងការដើរសម្ដេចសៀនុជជែកយកនាងប៉ូលម៉ូនិកអ៊ីស៊ីនឹងធ្វើជាយាឲ្យខាងតែបាននោះបាទឥឡូវសូមស្ដាប់លោកភ័យលោកនិយាយប្រាប់លោកអោកសឿមកាលពីម្សិលមិញក្រោយពីបានស្ដាប់នាទីពីនេះពីនោះចប់បាទខ្ញុំបាទឈ្មោះភ័យសូមជម្រាបសួរដល់លោកប្រធានវិទ្យុខ្មែរពិភពលោកនិងលោកអោកសឿមទាំងពីរហើយលោកសានសវុឌ្ឍចូលពីខ្ញុំបានស្ដាប់ព័ត៌មាននៅថ្ងៃនេះថ្ងៃច័ន្ទទី4ខ្ញុំភ័យមានការភ័យរន្ធត់ដោយការស្ដាប់ព័ត៌មានលំបាមិញចុងក្រោយដែលបានថ្លែងអំពីការសក្ដិរបស់សម្ដេចសង្ឃជួនណាតមិនមែនជាឪជាម៉ែខ្ញុំទេប៉ុន្តែជាមនុស្សដែលជាបរិយបរោះមានការពិតយល់ពិតនិយាយពិតដឹងខុសដឹងត្រូវការសក្ដិរបស់លោកដែលខ្ញុំបានស្ដាប់អ្នកស្រីម្នាក់សម្ភាសជាមួយលោកសានសវុឌ្ឍគឺជាការពិតដែលខ្ញុំភ័យចងចាំរហូតតាំងពីខ្ញុំនៅកុមារភាពអាយុប្រហែលជា6-7 ឆ្នាំគឺលោកបងស្រីរបស់ខ្ញុំដែលជាអ្នកស្នំបម្រើរបស់អ្នកម្នាងម្នាក់សប្តាហ៍នេះខ្ញុំភ័យណាស់កុំឲ្យដឹងឈ្មោះពិតប្រាកដរបស់ខ្ញុំបងស្រីខ្ញុំឈ្មោះអែមស៊ីយ៉នជីដូនមួយបង្កើតរបស់ខ្ញុំហើយបើមិនជឿទេសួរលោកអ្នកម្នាងម្នាក់ទៅស្គាល់ហើយអែមស៊ីយ៉ននោះដែលជាស្នំក្រោយមកពេលដែលសម្ដេចសង្ឃសុគតបងស្រីរបស់ខ្ញុំបានមកប្រាប់ម្ដាយធំគឺម្ដាយខ្ញុំថាអើយសម្ដេចសង្ឃសុគតគឺដោយសារអ្នកម្នាងប្រាប់ពួកខ្ញុំឲ្យយកចង្ហាន់ទៅប្រគេនគឺសម្លម្ជូរស្ពៃនោះហើយមិនដឹងជាទៅតាសុគតរឿងអីក្រោយពីសង្ខាន់នឹងហើយសុគតបានតែក្តីថាមហាជាតិមានឆ្នាំ7នៅក្នុងនឹងហើយប៉ុន្តែដោយសារបងស្រីរបស់ខ្ញុំខ្លាចច្បាច់ឬក៏មិនបានចង់និយាយប្រាប់ការពិតក៏គ្រាន់តែប្រាប់ដំណឹងហ្នឹងថាក្រោយពីច័ន្ទសង្ខាន់នៃគាត់អ្នកម្នាងម្លេចឲ្យយកទៅហើយហ្នឹងគឺសុគតទៅនេះជាការពិតឬក៏មិនពិតប៉ុន្តែនេះជាដួងចិត្តនិងដួងใจដែលខ្ញុំនៅរស់ខ្ញុំនៅនឹកចាំមិនភ្លេចព្រោះខ្ញុំជាអ្នកតាមស្ដាប់ព័ត៌មានទាំងអស់នៅក្នុងពិភពលោកការពិតឬការមិន
របស់យើងបាត់អស់ហើយនៅតែការចងចាំបន្តិចបន្តួចអ្នកខ្លះក៏ចាំតិចអ្នកខ្លះក៏ចាំច្រើនអ្នកខ្លះក៏យល់តិចអ្នកខ្លះក៏យល់ច្រើនអ្នកខ្លះក៏មានវិការពិចារណាច្រើនអ្នកខ្លះក៏មានពិចារណាខ្លាំងអ្នកខ្លះក៏ស្គាល់ការពិតអ្នកខ្លះមិនស្គាល់ការពិតសូមអរគុណខ្ញុំភ័យរហូតពីរឿងខ្មែរអរគុណដល់លោកសានវិទ្យអរគុណលោកអោមសឿនHappy New Year ទូលោកអោមសឿនសូមឲ្យលោកមានកម្លាំងពលំដើម្បីនឹងស្រាវជ្រាវរកការពិតដើម្បីជួនប្រទេសកម្ពុជាឲ្យបានសុខសាន្តរានសុខសប្បាយកុំឲ្យខ្មែរយើងយល់ច្រឡំអាមួយល្អអាមួយអាក្រក់តាមពិតមនុស្សម្នាក់កំពុងចង់ដឹងពីរឿងការអាក្រក់និងការពិតតែខ្លះនៅតែច្រឡំការពិតសម្រាប់គឺជាអញ្ចឹងមែនខ្ញុំមានការតបស្នើណាស់កុំឲ្យខ្មែរទាំងអស់គ្នាយល់ច្រឡំអ្នកស្រីនិយាយនេះគឺត្រូវណាស់ខ្ញុំទឹកភ្នែករបស់ខ្ញុំមិនហូរទេហូរទៅអីមកអស់3លានទៅហើយនោះដូច្នេះឪពុកម្ដាយបងប្អូនជីដូនជីតាខ្ញុំហូរខ្សោះខ្លាចទៅជាយំរហូតដល់ខ្វាក់នៅឆ្នាំ1975មានលោកយាយម្នាក់ខ្វាក់ទឹមស្លាប់គ្រាន់តែយំពីរឿងប្តីស្លាប់រហូតដល់ខ្វាក់រហូតទឹមស្លាប់បាន3-4ឆ្នាំនេះឯងដោយសាររបបសម្ដេចនេះឯងមានលោកម្នាក់ទៀតថ្លង់គ្រាន់តែសម្លាប់បងទៅចាប់តែថ្លង់ក៏រហូតដល់តថ្ងៃអរគុណណាស់សូមជូនពរដល់លោកសូមជូនពរដល់បងគូកំណត់លោកផងដែរពីខ្ញុំភ័យអរគុណជំរាបលាបងគូសូមអភ័យទោសគ្មានឯកសារទេនៅតែមានការចងចាំព្រោះអត់ទៅសម្លាប់អស់ហើយអ្នកដែលនៅរស់ដែលដឹងរឿងហ្នឹងនោះសូមអរគុណសូមជម្រាបលាបាយអរគុណបាទរឿងនេះយើងមានសាស័យត្រឹមតែប្រភេទឬគេនិយាយប៉ុណ្ណោះនៃមួយវិញទៀតគឺនេះជាពាក្យចចាមអារាមដែលភាសាអង់គ្លេសគេហៅថា hearsay ក៏ប៉ុន្តែនៅសហរដ្ឋអាមេរិកគេមានវិធានឬរបៀបរបបសម្រាប់ពាក្យចចាមអារាមនេះផងដែរមិនមែន hearsay ទាំងអស់ប្រើក្នុងតុលាការមិនបានទៅតែសោះនោះទេលោកនេះជាទីមេត្រីមានគេសួរខ្ញុំច្រើនណាស់ថាស្រុកទេសយើងនឹងទៅជាយ៉ាងណាកាលបើយួនវាកាន់កាប់ក្តាប់អំណាចនៅពីពេញអស់ទៅហើយដូច្នេះបាទសូមបន្ថែមថាមិនមែនតែយួនទេចិនដីគោកក៏សម្រុកចូលមកនៅជ្រោងច្រាងពេញភ្នំពេញផងហើយដែរខ្ញុំបានឃើញblog ឬ website របស់ក្រុមពួកអ្នកផ្សាយសាសនាគ្រិស្តមួយក្រុមគេរៀបរាប់ប្រកបដោយតួលេខច្បាស់លាស់ថាសប្តាហ៍នេះមានចិនដីគោកគឺចិនកុម្មុយនីសបានចូលមកនៅក្នុងប្រទេសកម្ពុជាប្រមាណជាជាង 30,000 នាក់ហើយពួកអស់នេះមកតែខ្លួនម្នាក់ឯងមិនបានយកក្រុមគ្រួសារមកជាមួយផងទេឃើញថាចិនទាំងនេះឯកោអនាថោខ្លាំងណាស់មួយថ្ងៃនៅផ្ទះនៅកូនប្រពន្ធសោកសៅខ្លាំងពេកជាឱកាសល្អឲ្យពួកគ្រីស្ទានចូលទៅអន្តងចិត្តគំនិតឲ្យងាកមកកាន់សាសនាព្រះគ្រីស្ទវិញខ្ញុំគិតថាចិនចូលមកនៅស្រុកខ្មែរច្រើនជាង 30,000 នាក់ហើយក៏មិនជាឯកោឯកាំងអីប្រមាណទេព្រោះនៅទីក្រុងភ្នំពេញមានកន្លែងកំសាន្តចិត្តកំសាន្តកាយច្រើនជាអនេកតែបើប្រៀបទៅនឹងពួកយួននៅក្បែរយើងវិញចំនួនចិនប៉ុណ្ណេះមិនបាន1/100របស់យួនផងទេយួនមានសមាគមនៅគ្រប់ខេត្តគ្រប់ក្រុងរបស់ខ្មែរយើងអស់ទៅហើយយួនក៏កាន់តែមើលងាយខ្មែរកាន់តែខ្លាំងព្រោះគេហ៊ានធ្វើអ្វីដែលពួកដែលចូលមកជ្រកកោននៅក្នុងប្រទេសអ្នកដទៃគេមិនហ៊ានធ្វើនោះខណៈដែលយួនហូរចូលមកស្រុកខ្មែរភ្លុកទឹកភ្លុកដីគឺដឹកនាំចូលមកទាំងឡានដូច្នេះខ្មែរយើងក៏នាំគ្នារត់គេចទៅរកការងារធ្វើនៅឯស្រុកសៀមកាន់តែច្រើនឡើងណាស់ដែរបាទខ្ញុំសង្ឃឹមថាលោកអ្នកនាងច្បាស់ជានៅមិនទាន់ភ្លេចលោកជ័យមង្គលតែ